សួស្តីអ្នកនរគ្នាវិលត្រឡប់មកកាន់វីដេអូមេរៀនខ្លីរបស់យើងសារជាថ្មីម្ដងទៀតហើយថ្ងៃនេះគឺខ្ញុំនឹងចែករំលែកទាក់ទងទៅនឹងបាទ words with suffixes មានន័យថាពាក្យបន្ថែមខាងចុងប៉ុន្តែនៅថ្ងៃនេះគឺខ្ញុំបាទយកតែពីរមកទេគឺពាក្យបន្ថែមចុងដែលមាន ment ដែលគេហៅថា ment ហើយនឹងបាទ able គឺ apple អញ្ចឹងខ្ញុំយកពីរប្រភេទនេះមកចែករំលែកអ្នកនរគ្នានៅក្នុងថ្ងៃនេះអញ្ចឹងកុំឲ្យខាត់ពេលយូរយើងទៅពាក្យទី1បាទពាក្យទី1គឺmanage បាទ manage យើងបកប្រែថាគ្រប់គ្រងវាថ្នាក់ពាក្យជា verb ណាបាទដល់ពេលយើងបន្ថែមខាងចុងគឺ management បាទអញ្ចឹងវាទៅជាថ្នាក់ពាក្យជា noun ដែលយើងបកប្រែថាការគ្រប់គ្រងបាទ manage ដល់ពេលយើងបន្ថែមចុង ment វាទៅជា management គឺការគ្រប់គ្រងចំណែកឯពាក្យទី2គឺ agree បកប្រែថាយល់ស្របយល់ព្រមថ្នាក់ពាក្យជា verbដល់ពេលដែលយើងបន្ថែមចុងវា ment ទៅជា agreement វាទៅជាបកប្រែថាការយល់ស្របការយល់ព្រមទៅជា noun វិញអញ្ចឹងគឺការបន្ថែមចុងវាផ្លាស់ប្ដូរទាំងអត្ថន័យហើយនឹងបាទ part of speech មានន័យថាថ្នាក់ពាក្យផងដែរហើយនឹងពាក្យទី3គឺ develop បកប្រែថាការអភិវឌ្ឍចំណែកឯយើងថែមពាក្យបន្ថែមចុងគឺ suffixes ment ពីលើវាទៅជា development បកប្រែថាការអភិវឌ្ឍវិញទៅជាអ្នកពាក្យជា noun វិញបាទហើយចំណែកឯពាក្យបន្ថែមចុងទី2គឺ apple បាទ able apple ឧទាហរណ៍ពាក្យមួយថា read យើងបកប្រែថាអាន read ដល់ពេលទៅជា readable វាទៅជា adjective វិញមានន័យថាដែលអាចអានបានបាទ readable ចឹងពាក្យទី2គឺ understand ដល់ពេលដែលយើងបន្ថែមចុងវា able ទៅជា apple យើងអានថា understandable មានន័យថាដែលអាចយល់បានបាទ understandable ដាក់ពាក្យជា adjective វិញ understand ជា verb ពេលយើងបន្ថែមapple ទៅលើវាទៅជា adjective គឺយើងបកប្រែថាដែលអាចយល់បាន understandable ចំណែកពាក្យចុងក្រោយគឺ eat បាទ eat ចឹង eat បកប្រែថាញ៉ាំចំណែកឯទៅជាពាក្យបន្ថែមចុង able ទៅជា apple នោះទៅជា eatable បកប្រែថាដែលអាចញ៉ាំបានបាទ eatable បាទអញ្ចឹងដើម្បីឲ្យអ្នកនរគ្នាកាន់តែស្រួលយល់ខ្ញុំមានឧទាហរណ៍មួយចំនួនទាក់ទងទៅនឹងពាក្យនីមួយៗឥឡូវយើងចូលទៅពាក្យដែលបន្ថែម ment ដូចពាក្យថា management ឧទាហរណ៍ថា good management helps the school run well មានន័យថាការគ្រប់គ្រងដែលល្អគឺអាចជួយឲ្យសាលាហ្នឹងគឺដើរបានដោយរលូនបានដែរល្អអញ្ចឹងទៅបាទចំណែកពាក្យទី2គឺ agreement ឧទាហរណ៍ថា we made an agreement to study together មានន័យថាយើងបង្កើតការយល់ព្រមឬក៏ការយល់ស្របមួយដើម្បីសិក្សាទាំងអស់គ្នាទី3គឺ development ឧទាហរណ៍ថា the city shows fast development មានន័យថាទីក្រុងហ្នឹងគឺបង្ហាញពីការរីកចម្រើនការអភិវឌ្ឍបាទយ៉ាងលឿនយ៉ាងឆាប់រហ័សចំណែកឯពាក្យ3បន្ថែមទៀតដែលបន្ថែមដោយ apple នៅខាងចុងគឺដូចជាពាក្យថា readable គឺយើងអាចឧទាហរណ៍ថា this book is readable for children មានន័យថាសៀវភៅនេះគឺអាចអានបានសម្រាប់ក្មេងៗចំណែកឯមួយទៀតគឺ understandable ឧទាហរណ៍ថា her explanation is understandable មានន័យថាការពន្យល់របស់នាងហ្នឹងគឺអាចយល់បាននិងពាក្យចុងក្រោយគឺ eatable មានន័យថា these fruits are eatable មានន័យថាផ្លែឈើទាំងអស់នេះគឺអាចញ៉ាំបានបាទអញ្ចឹងនេះគឺជាពាក្យនិងឧទាហរណ៍ដែលខ្ញុំបានចែករំលែកនៅថ្ងៃនេះសង្ឃឹមថាវីដេអូនេះនឹងមានអត្ថប្រយោជន៍ទៅកាន់អ្នកទាំងអស់គ្នាជួបគ្នានៅវីដេអូក្រោយ